ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរសសរោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតបានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាព្រមទាំងគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាសារមន្ទីរសសរោដើម្បីរៀបចំនៅព្រឹត្តិការណ៍រត់ប្រណាំងក្នុងរយៈចម្ងាយ10គីឡូម៉ែត្រ5គីឡូម៉ែត្រនិង2.5គីឡូម៉ែត្រនៅក្នុងថ្ងៃទី24ខែឧសភាឆ្នាំ2026នេះនៅក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការអានផ្សាយសារៈសំខាន់នៃការអាននិងបណ្ដុះទម្លាប់ការអានជាប្រចាំថ្ងៃផ្ដល់ឱកាសឲ្យកុមារកម្ពុជានៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញចំនួន10000នាក់ស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរតាមរយៈការចូលទស្សនានៅសារមន្ទីរសសរោអញ្ចឹងព្រឹត្តិការណ៍រត់ប្រណាំងអ្នកទាំងអស់គ្នារត់ប្រណាំងគឺមានន័យថាយើងប្រកួតគាត់បានបែងចែកនៅកាតេហ្គូរីរវាង elite ជាមួយនឹងអ្នកដែលគាត់រកសុខភាពដែរអញ្ចឹងក៏មានតាមកម្រិតអាយុដូចគ្នាសម្រាប់រយៈចម្ងាយ10គីឡូម៉ែត្រនិង5គីឡូម៉ែត្រមួយទៀតអ្នកដែលតែងខ្លួនស្អាតលេចធ្លោហើយប្លែកជាងគេនៅក្នុងថ្ងៃនោះអ្នកទាំងអស់គ្នានឹងមានឱកាសឈ្នះនៅរង្វាន់ពីកម្មវិធីនៅក្នុងថ្ងៃនោះផងដែរអ្នកទាំងអស់គ្នាឆ្ងល់ថាត្រូវអត់ចុះឈ្មោះឡើងនឹងបានឯគេខ្លះអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានស្លាកលេខរត់ចំនួន1ដោយភ្ជាប់ជាមួយនឹងបន្ទះឈីបក៏ដូចជាមេដៃហើយនឹងអាវយឺតដែលឡែកយើងក៏មានជា refreshment នៅពេលដែលអ្នកទាំងអស់គ្នារត់ចប់ផងដែរកុំភ្លេចព្យាយាមវឹកហាត់ហើយយើងនឹងជួបគ្នានៅថ្ងៃទី24ខែឧសភាខាងមុខនេះ10000ជំហានដើម្បីសិស្ស10000នាក់